សម្រាប់បងប្អូនដែលតមសាច់ឬក៏ញ៉ាំសាច់ញឹកញាប់ពេកទៅត្រលាន់អាចសាកមកមុខនេះបានផិតត្រីស្រស់មានបន្លែស្រស់ជ្រលក់ជាមួយទឹកម្រេចបងប្អូនចាញ៉ាំអត់ចេះត្រលាន់ទេហើយយើងអត់មានប្រើខ្លាញ់បំពងច្រើនឬក៏យកទៅអាំងអីទេចាសម្រាប់បងប្អូនចូលចិត្តបែបអាហារសុខភាពអីចឹងហ្នឹងគឺថាត្រូវហើយចាហើយបន្លែគឺយើងអាចញ៉ាំតាមការចូលចិត្តចាចង់បន្ថែមបន្លែអីទៀតក៏បានដែរស្រេចតែការចូលចិត្តទៅខ្ញុំមានប៉ុណ្្នឹងខ្ញុំប្រើតែប៉ុណ្្នឹងអញ្ចឹងណាចាហើយនៅក្បាលវីដេអូនេះចាញ៉ាំទៅកុំឲ្យបងប្អូនថាញ៉ាំយូរឥឡូវនេះមកមើលគ្រឿងផ្សំមួយខ្ញុំទាំងអស់គ្នាគ្រឿងផ្សំដូចប្រាប់បងប្អូនអញ្ចឹងបន្លែប្រើតាមការចូលចិត្តទៅហើយខ្ញុំមានស្លឹកខ្ទឹមខ្ទឹមលីងខ្ទឹមសអញ្ច្រាំក្រូចឆ្មាម្ទេសហើយនឹងប្រហិតត្រីឆ្លាតបងប្អូនទិញយកថ្មីថ្មីស្រស់ស្រស់ចាយកទៅដល់ពេលយើងទៅទិញគេកោសថ្មីថ្មីអាហ្នឹងបានយើងយកមកធ្វើទៅវាសាច់ស្វិតឆ្ងាញ់ណាហើយដំបូងខ្ញុំលាយទឹកជ្រលក់មុនសិនទឹកជ្រលក់ខ្ញុំអត់មានដាក់អីច្រើនទេអំបិលប៊ីចេងស្ករចាបន្ថែមម្សៅស៊ុបបន្តិចទៅហើយនឹងដាក់ម្រេចតាមការចូលចិត្តទៅចូលចិត្តហឹរតិចហឹរខ្លាំងអីបន្ថែមតាមនឹងទៅអញ្ចឹងណាហើយក្រូចឆ្មាចាច្បាច់តាមការចូលចិត្តដូចគ្នាជូរតិចជូរខ្លាំងអីតាមចំណូលចិត្តទៅខ្ញុំច្បាច់តែ2ចំណិតទេទឹកឡើងមកកកោកដោយសារតែក្រូចឆ្មានេះខ្ញុំបេះដើមខ្លួនឯងបងប្អូនអញ្ចឹងគឺថាបានទឹកច្រើនហ្មងណាបន្ទាប់មកយើងកូរវាឲ្យរលាយសព្វចូលគ្នាទៅភ្លក់មើលមកល្មមតាមដែលរសជាតិបងប្អូនចង់បានអញ្ចឹងណាព្រោះថាខ្ញុំគ្រាន់តែបង្ហាញវិធីធ្វើទេតែខ្ញុំមិនមែនលក្ខណៈថាគ្រូបរិញ្ញាប្រាប់ថាត្រូវដាក់ប៉ុណ្ណេះឲ្យត្រូវម៉ាច់ហ្មងអីអត់ទេបងប្អូនហើយយើងបន្ថែមជាមួយទឹកឆ្អិនតិចទៀតដើម្បីឲ្យចាវាមានជាតិទឹកចាយកមកចុចទៅគឺវាឆ្ងាញ់វាលាយចេញពីអំបិលពីស្ករអីចឹងណាហើយខ្ញុំដាក់ខ្ទឹមសចិញ្ច្រាំចូលហើយនឹងម្ទេសចូលទៅគឺជាការស្រេចហើយបងប្អូនភ្លក់មើលទៅចាចូលចិត្តរសជាតិប៉ុណ្ណាស្ទើរអីថែមគ្រឿងក្រៅតាមនឹងអញ្ចឹងណាហើយបន្តមកទៀតចូលមកដល់ប្រហិតត្រីឆ្លាតរបស់យើងវិញម្ដងខ្ញុំប្រើចំនួន3ខាំថែមស្ករប៊ីចេងម្សៅស៊ុបបន្តិចមកហើយដាក់ម្រេចបន្តិចដែរចាបន្ថែមជាមួយនឹងទឹកត្រីមួយចុងស្លាបព្រាបាយឬក៏កន្លះស្លាបព្រាបាយមកខ្ញុំអត់ដាក់អំបិលទេព្រោះយើងយករសជាតិរៀងឡមតិចល្មមទេហើយយើងរោយស្លឹកខ្ទឹមមកបន្ទាប់មកយើងចាប់ផ្ដើមច្បល់ប្រហិតរបស់យើងនឹងឲ្យសព្វចូលគ្រឿងទៅចាបងប្អូនចង់ច្បល់នឹងស្លាបព្រាក៏បានតែត្រឡប់ខ្ញុំទូទៅធ្វើប្រហិតនឹងចង់ឲ្យស្វិតល្អគឺខ្ញុំតែងតែច្បល់នឹងដៃហើយបោកវាឲ្យស្វិតចឹងណាបងប្អូនចាយើងបោកវាកាន់តែយូរសាច់ប្រហិតគឺកាន់តែស្វិតល្អតែបញ្ជាក់តលតែសាច់ប្រហិតស្រស់ដែរបានស្វិតបើទិញពីផ្សារមកអន់សាច់ហើយគឺហើមព្រក់យកមកធ្វើអត់ឆ្ងាញ់ទេពេលដែលយើងច្បល់ដំបូងប្រហិតរបស់យើងគឺនៅរៀងស្អិតជាប់ដៃជាប់ចានអីបងប្អូនតែពេលដែលយើងបោកយូរទៅគឺវាលែងស្អិតជាប់ចានជាប់អីហើយចាស្វិតខាំជាប់គ្នាល្អមែនតើពេលដែលបោករួចរាល់ហើយដាំទឹកឲ្យពុះចាខ្ញុំចាក់ប្រេងឆាចូលបន្តិចដើម្បីស្រស់បន្លែយើងឲ្យនៅស្រស់ពណ៌ល្អហើយខ្ញុំបន្ថែមខ្ទឹមលីងចូលចាឲ្យវាក្លិនឈ្ងុយហើយដាក់អំបិលមកចុងស្លាបព្រាបាយទៅចាស្រស់បន្លែយើងហ្នឹងបន្លែដូចបងប្អូនឃើញអញ្ចឹងចាស្ពៃបកគោហើយនឹងស្ពៃតឿខ្ញុំដាក់សោសជាមួយគ្នាសោសតមកផ្លែតហើយលើកចេញហើយអត់ទុកយូរឲ្យវាលួយពេកទេបងប្អូនមើលមកល្មមតាមការចូលចិត្តឬក៏ចង់បានអញ្ចឹងទៅហើយបន្តដាក់ពោតចាស្នៀតពោតនេះគឺយើងសោសវារៀងយូរជាងគេបន្តិចនៅពេលដែលស្នៀតពោតចិត្តឆ្អិនហើយបានខ្ញុំដាក់ប៉េងប៉ោះហើយនឹងពោតបារាំងចូលចាប៉េងប៉ោះយើងដាក់ចូលតែមួយផ្លែតទេតែទុកយូរវាឆ្អិនល្បកសបកអស់លែងស្អាតហើយក៏ញ៉ាំលែងឆ្ងាញ់ដែរវាលួយពេកអញ្ចឹងណាអញ្ចឹងយើងសោសតែមួយផ្លែតទៅស្រង់ចេញមកវិញទៅគឺជាការស្រេចហើយយើងទុកបន្លែយើងឲ្យរៀងស្រស់ទឹកបន្តិចសិនចាំរៀបដាក់ចានហើយខ្ញុំងាកមកចាស្រស់ប្រហិតត្រីឆ្លាតយើងវិញម្ដងចាយើងវាយគ្រឿងរួចរាល់ហើយអស់ទុកបន្លែកមិញហ្នឹងទឹកដដែលហ្នឹងបងប្អូនចាខ្ញុំយកមកស្រស់ជាមួយនឹងប្រហិតត្រីឆ្លាតរបស់យើងណាបងប្អូនចង់លុញជាគ្រាប់មួយគ្រាប់ក៏បានចាឬក៏ចង់ធ្វើបែបណាក៏បានដែរតាមការចូលចិត្តទៅតែខ្ញុំយកមកគឺខ្ញុំច្បាច់នឹងដៃអញ្ចឹងមកដើម្បីឲ្យវាចេញមកមូលហើយយើងយកលាព្រាបៀកវាអញ្ចឹងទៅបងប្អូនតែខ្ញុំមិនមែនធ្វើនឹងដៃផ្ទាល់ទេដូចឃើញអញ្ចឹងខ្ញុំប្រើស្រោមដៃហើយចាអត់មែនប្រើដៃផ្ទាល់ទេហើយសម្រាប់បងប្អូនចង់ប្រើដៃផ្ទាល់ក៏បានដែរមិនទៅស្អីទេយើងធ្វើញ៉ាំខ្លួនឯងហើយលាងដៃឲ្យតែស្អាតទៅចាព្រោះពេលខ្លះម្ហូបខ្លះឬក៏ធ្វើនំខ្លះចាធ្វើនឹងដៃអញ្ចឹងវាងាយស្រួលជាងប្រើស្រោមដៃអញ្ចឹងណាហើយបន្ទាប់ពីប្រហិតរបស់យើងឆ្អិនហើយយើងស្រង់ចេញមកចាទុកឲ្យស្រស់ទឹកបន្តិចមកយកមករៀបលើបន្លែដែលយើងរៀបដាក់ចាននោះគឺជាការស្រេចហើយបន្ថែមខ្ទឹមសលីងរោយលឹកខ្ទឹមពីលើបន្ថែមបន្តិចទៀតចាគឺថារួចរាល់ជាការស្រេចតែម្ដងតែនឥឡូវនេះឆ្អិនហើយបងប្អូនចាមកភ្លក់មួយខ្ញុំទាំងអស់គ្នាដាក់មួយម៉ាត់មកចាគឺថាស្វិតចាជាប់ចិត្តតែម្ដងហើយញ៉ាំទៅអត់តលាន់ទេបងប្អូនជ្រលក់មួយទឹកម្រេចចាប្រៃផ្អែមជូរហឹរអញ្ចឹងទៀតញ៉ាំអត់ចេះតលាន់អត់សូវចេះចិនណាយដូចយើងញ៉ាំជាមួយទឹកសៀងណាពេលខ្លះយើងញ៉ាំមួយទឹកសៀងឆាប់តលាន់ណាបងប្អូនតែពេលយើងញ៉ាំមួយទឹកម្រេចអញ្ចឹងគឺអត់តលាន់ទេហើយមានជាមួយនឹងបន្លែបានញ៉ាំជ្រប់អញ្ចឹងទៀតចាគឺថាឆ្ងាញ់មែនតែនហ្មង
អញ្ចឹងសម្រាប់បងប្អូនដែលគិតថាសាច់រាល់ថ្ងៃពេកចង់បដូររសជាតិចាញ៉ាំជាបន្លែចាស្រស់ឬក៏ប្រហិតស្រស់អីអញ្ចឹងអាចសាកល្បងធ្វើបានងាយស្រួលធ្វើលឿនដែរបងប្អូនចាឆាប់បានញ៉ាំហើយរសជាតិចាចង់បានបែបណាក៏យើងចាថែមថយគ្រឿងតាមហ្នឹងទៅដោយបញ្ជាក់ជូនបងប្អូនអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តចង់លើកទឹកចិត្តកុំភ្លេចចាជួយ share វីដេអូចាជួយ follow page subscribe channel YouTube អីម្នាក់មួយទៅបងប្អូនចាតែធ្វើមាន view ចេះតែធ្វើតហើយតែបើធ្វើទៅអត់មានអ្នកមើលចាប្រកាសជាអត់បានធ្វើបន្តទេអរគុណច្រើនបាយបាយ